គ្រាន់តែចេញក្បាលវីដេអូមកក៏ដឹងតែបានមហូបឆ្ងាញ់ទៀតហើយបងប្អូនថ្ងៃនេះខ្ញុំមកធ្វើញោមស្ដៅហូបម្ដងព្រោះអីរដូវកាលនេះមិនថាជាស្រុកបងប្អូនឬក៏ស្រុកខ្ញុំទេដឹងតែសម្បូរហើយត្រួយស្ដៅផ្កាស្ដៅខានេះបងប្អូនវាមានទាំងផ្កាមានទាំងត្រួយអញ្ចឹងហើយរៀងហូបស្ដៅញឹកបន្តិចព្រោះអីมันអត់លក់ធម្មជាតិមួយមុខនេះយើងយកមកធ្វើជាញោមឬក៏ទឹកគ្រឿងឬក៏ទឹកត្រីអំពិលទុំបងប្អូនចិត្តមុខម្ហូបមួយណាបងប្អូនធ្វើមុខម្ហូបមួយនឹងហូបតាមចំណង់ចំណូលចិត្តបងប្អូនសម្រាប់ខ្ញុំប្រហែលថ្ងៃមុនខ្ញុំហូបទឹកត្រីអំពិលទុំតែថ្ងៃនេះខ្ញុំធ្វើញោមហូបម្ដងបងប្អូនព្រោះអីរដូវកាលស្លឹកស្ដៅសបូរចេះយើងហូបឲ្យរៀងញឹកបន្តិចបងប្អូនហើយនេះគឺជាស្ដៅដែលយើងស្រស់ហើយបន្ទាប់មកយើងបលេះវាហើយខាងនេះវិញមានតែយងចេកជីគ្រប់មុខហើយសម្រាប់តសក់ហើយនឹងពេញប៉ោះយើងចាត់វាតិចតួចចេះមកមានលាយសណ្ដែកបដោះខ្លះមកហើយបន្ទាប់មកយើងក៏ហាន់សាច់ជ្រូកឲ្យរាងល្អិតជារាងច្រវាមូលចេះមកហើយនេះគឺជាការធ្វើទឹកត្រីដោយសារខ្ញុំអត់បានថតបងប្អូនអានេះយើងចាប់ផ្ដើមលាយជាទឹកត្រីសម្រាប់ស្រូបលើគ្រឿងញោមរបស់យើងហើយសម្រាប់គ្រឿងទឹកត្រីនេះអត់មានអីច្រើនទេបងប្អូនមានតែខ្ទឹមសខ្ទឹមក្រហមសណ្តែកដីទឹកត្រីស្ករប៊ីចេងប៉ុណ្ណឹងឯងបងប្អូនយើងលាយតាមរសជាតិដែលបងប្អូនចូលចិត្តមកជូរផ្អែមប្រៃតាមបងប្អូនចូលចិត្តឥឡូវនេះយើងចាប់ផ្ដើមដាក់បន្លែគ្រប់មុខចូលហើយនឹងដាក់សាច់បន្ទាប់មកយើងក៏ចាក់ទឹកត្រីដែលយើងធ្វើអាមាញ់ចូលទៅបន្ទាប់មកយើងក៏ចាប់ផ្ដើមច្បល់វាឲ្យសព្វចូលគ្នាបងប្អូនដើម្បីឲ្យរសជាតិវាសព្វល្អយើងច្របល់វាឲ្យយូរបន្តិចទៅទើបរសជាតិហ្នឹងវាសព្វចូលគ្នាល្អឥឡូវនេះញោមស្ដៅរបស់ខ្ញុំរួចរាល់ហើយបងប្អូនមើលទៅទំនងអត់មកចឹងមកដួសភ្លក់មួយចានសាកមើលមកបងប្អូនភ្លក់ជាមួយខ្ញុំទាំងអស់គ្នាអញមកបងនៅស្ទើរម្ទេសអត់ទាន់មានម្ទេសចិត្តម៉ែចិត្តឲ្យចិត្តអត់មានដៃ best on the best bye